គឺស្ដីថ្ងៃនេះខ្ញុំមានចែកពីមួយទៀតសម្រាប់ចែកពីយើងគឺរិចឬក៏កពស់ថ្មិញផងអ្នកជំនាញទៀតមែនទេហើយយើងត្រូវការកាត់ឆ្អឹងខ្លះហើយនឹងមួយទៀតអ្នកជំនាញគឺវាតបៅជាងថ្មិញធំបាទអាផ្សាយចុងរឹសបាទហើយថ្ងៃនេះខ្ញុំប្រាប់ពីរបៀបសម្អាតចុងរឹសហើយនឹងកាត់ឆ្អឹងដើម្បីធ្វើឲ្យកពស់ថ្មិញដែលយើងត្រូវធ្វើនោះគឺវាបានខ្ពស់ដែលអាចរឹងមាំយើងអាចធ្វើបាននេះយើងចាប់ដើមមកយើងឆែកមើលប៉ាណូរ៉ាមិកឃើញតបៅចុងរឹសបាទតបៅស៊ីអស់លីអានេះគឺ Denso តាមឆ្នាំ2018គឺដើមជ្រៅគឺស្អាតអញ្ចឹងតាំងពី2018មកបាទហើយនៅខាងក្នុងមាត់គាត់យើងធ្វើការសកត់អញ្ចឹងthìមាន fish steel ចេញមកបាទមាន push ចេញមកបាទមានខ្ទុះចេញមកបាទហើយគាត់ត្រូវហូបខ្ទុះក្នុងរងថ្ងៃទៅពេលហើយយើងដកថ្មិញនឹងចេញហើយបាទដកថ្មិញនឹងចេញទៅយើងឃើញសាច់ឃើញស៊ីប្រព័ន្ធណានៃនៅហ្នឹងបាទហើយអានេះរបៀបខ្ញុំសម្អាតគឺខ្ញុំអត់បានកោសទេខ្ញុំអត់បានកោសទេណាខ្ញុំប្រើផ្លែចុងវាដែលមុតហ្នឹងខ្ញុំដាក់ជាប់មួយឆ្អឹងហើយខ្ញុំបកវាបាទបកស៊ីហ្នឹងខ្ញុំប្រាប់ច្រើនដល់គឺបកស៊ីបាទដាក់ផ្លែមុតទៅខាងឆ្អឹងហើយយើងចាប់ដើមបកស៊ីនេះយើងលើកមកបាទលើកមកយើងយកបាំងអេម៉ូសតិចចាប់ព្រឹបមកគឺដោយមកម្ដុំហើយបាទមកម្ដុំហើយហើយមិនមែនសម្អាតមិនមែនបានប៉ុណ្ណឹងទេណាខ្ញុំយកចេញ3ដងបាត់ស្អាតវាច្រើនពេកបាទម្ដុំមិញគឺមុនហើយខ្ញុំចាប់ដើមសម្អាតឆ្អឹងដល់ពេលខ្ញុំប្រើកាប៊ីប៊ឺនេះទៅវាខ្ទាតទឹកបាទខ្ទាតទឹកខ្ញុំក៏ប្រើរ៉ោនប៊ឺវិញបាទខ្ញុំបោកវាប្រហែលជាខ្ញុំត្រីមវាប្រហែលជា1មីលីម៉ែត្រឬក៏1មីលីម៉ែត្រកន្លះឲ្យវាទាបអញ្ចឹងណាព្រោះដោយសារថ្មិញហ្នឹងវាទាបពេកដល់ពេលបើសិនជាក្នុងករណីយើងចង់ធ្វើស៊ីគូនីក៏វាពិបាកនឹងធ្វើដែរហើយខ្ញុំឆាបឲ្យវាទាបចុះទៅខាងក្រោមអញ្ចឹងទៅរ៉ោនប៊ឺវាស្រួលជាងអាកាប៊ីប៊ឺបាទយើងបានប៉ុណ្ណឹងហើយយើងចាប់ដើមចោះវាហើយបាទចាប់ដើមចោះវាដើម្បីអានេះខ្ញុំធ្វើ PS ព្រោះ K ហ្នឹងវាអត់មានឆ្អឹងខាងបាក់ខខ្ញុំធ្វើ PS ធ្វើ sticky bone ដើម្បីដាក់ចូលទៅក្នុង socket ហ្នឹងអញ្ចឹងណាsticky bone ខ្ញុំពេញចិត្តវាខ្លាំងបាទ sticky bone ផនឈុកក្រុនបាទផនតាឈុកក្រុនគឺ inventor ផន PS មុនដំបូងគេផុតនៅលើលោកបាទនេះយើងប្រើ sticky bone យើងយកឆ្អឹងមកប្រើទឹក SPS ហើយនឹង exudate ផន APS បាទ exudate APS ដល់ពេលដាក់បានប្រហែលជា1នាទីទៅវាក៏ចាប់ដើមកកស្អិតទៅកកស្អិតបាទឆ្អឹងយើងគឺកកស្អិតងាយស្រួលក្នុងការ handle បាទយើងយកទៅដាក់កន្លែងណាគឺវានឹងកន្លែងហ្នឹងដាក់ទៅគឺវាណែនកន្លែងហ្នឹងអញ្ចឹងណាបើយើងដាក់អាក្របព្រមដាក់រត់អស់លីងអញ្ចឹងណាបាទហើយដាក់អញ្ចេះខ្ញុំដាក់បិទអញ្ចាញចិត្តទេអានេះខ្ញុំដាក់ខ្ញុំដាក់មកម៉មប្រាន PS ម៉មប្រានមកស្លឹកនៅជាប់healing ដើម្បីឲ្យវាទប់បាទឲ្យវាទប់បាទទប់ជាប់អញ្ចឹងទៅហើយយើងថែមឆ្អឹងខាងបាក់ខបាទថែមឆ្អឹងខាងបាក់ខបាទនេះគឺតាកតិចឆ្អឹងខ្ញុំបើកវាចោលអូខេ PS ដាក់គ្របអញ្ចឹងទៅគឺខ្ញុំអត់ដែរដាក់ cover screw ទេថែមឆ្អឹងមកកាណូអញ្ចឹងក៏ខ្ញុំអត់ប្រើ cover screw ដែរអូខេគឺ base ស្អាតអញ្ចឹងហើយចំពោះវាបានសមរម្យចំពោះបាទព្រោះដោយសារយើងឆាបឆ្អឹងច្រើនបាទអរគុណបាទ